បាទសូមគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទូទាំងសនិកជនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានបាទខ្ញុំ MCU មកជួបអស់លោកអ្នកសាជាថ្មីម្ដងទៀតហើយបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទសូមពំនាំនៅតាក់ទងទៅនឹងរឿងរ៉ាវមួយនេះគឺជាក្បួនដើម្បីហៅទ្រព្យសម្បត្តិចូលផ្ទះតាមបែបសាសនាហិណ្ឌូនិងសាសនាព្រះពុទ្ធបាទជាធម្មតាមនុស្សយើងអ្នកខ្លះពុំមានលុយកាក់ក៏ដូចជាទ្រព្យសម្បត្តិច្រើនហូរហៀទេហើយអ្នកខ្លះទៀតគឺអត់មានតែម្ដងនៅពេលខ្លះហើយអ្នកខ្លះទៀតក៏សម្បូរហូរហៀការមានប្រាក់ច្រើនឬតិចអាស្រ័យលើការខិតខំប្រឹងប្រែងរកស៊ីរបស់អស់លោកអ្នកប៉ុន្តែប៉ុណ្ណោះដើម្បីឲ្យការរកស៊ីរបស់យើងកាន់តែរលូនគេហៅថាដូចជាព្រះជួយតាមក្រោយណាដូច្នេះយើងខិតខំធ្វើការងារយើងឲ្យអស់ពីចិត្តពីថ្លើមទើបមានព្រះជួយតាមក្រោយដូច្នេះក្បួនមួយនេះចង់បង្ហាញថាជាលក្ខណៈមួយព្រះជួយតាមក្រោយខ្នងយើងបាទចេះសូមតាណាស្ដាប់ជាមួយខ្ញុំបានទាំងអស់គ្នាតើគេធ្វើយ៉ាងម៉េចបាទសពថ្ងៃមនុស្សជាច្រើនបានជួបទៅនឹងបញ្ហាលុយកាក់ទោះបីពួកគេខិតខំប្រឹងធ្វើការប៉ុន្តែនៅតែរកលុយចាយមិនគ្រប់គ្រាន់សពថ្ងៃលោកអ្នកកំពុងជួបការលំបាកខាងហិរញ្ញវត្ថុមែនទេបញ្ហានេះកើតឡើងប្រហែលដោយសារមកពីកត្តាធម្មពលលំហូរលុយចូលរបស់លុយក៏ថាបានបញ្ហាលុយកាក់អាចបណ្ដាលមកពីការស្ទះនិងអស្ថិរភាពនៃលំហូរចូលធម្មពលរបស់លុយដើម្បីឲ្យលំហូរនេះមានស្ថិរភាពលោកអ្នកគួរអនុវត្តតាមក្បួនសាសនាហិណ្ឌូនិងព្រះពុទ្ធហៅថា Mudra សាកមើលបាទក្នុងសាសនាព្រះពុទ្ធនិងហិណ្ឌូវិធីនេះត្រូវបានប្រើប្រាស់រាប់សតវត្សមកហើយឥឡូវនៅបណ្ដាប្រទេសជឿលើសាសនាទាំងពីរជាពិសេសហិណ្ឌូបានកំពុងប្រើប្រាស់វាយ៉ាងផុសផុលប្រសិទ្ធភាពរបស់វាគឺពិតជាមិនគួរឲ្យជឿលោកអ្នកគួរអនុវត្តតាមវិធីហៅថា Mudra ដែលនឹងជួយកែសម្រួលធម៌ពលកំណើនលុយនេះឡើងវិញបាទក្បួន Mudra ជួយធានាឲ្យលំហូរធម៌ពលនេះមានស្ថិរភាពប៉ុន្តែមិនមែនបានន័យថាលុយនឹងធ្លាក់ចុះពីលើមេឃនោះឡើយចំណូលនឹងហូរចូលមិនចេះដាច់តាមតម្រូវការដែលលោកអ្នកចង់បានលុយនេះនឹងមិនច្រើនពេកទេតែក៏មិនតិចពេកនោះដែរគឺល្មមធ្វើឲ្យលោកអ្នកមានភាពចម្រុងចម្រើនដូចគេដូចឯងលុយនឹងមិនចេះខ្វះទេតាមរយៈការអនុវត្តក្បួនមួយនេះបាទតើត្រូវអនុវត្តតាមក្បួន Mudra ដោយរបៀបណាបាទដាក់ដៃនៅចំពីមុខបាទដាក់ដៃនៅចំពីមុខបែរបាតដៃសំដៅមករកមុខរបស់អស់លោកអ្នកបញ្ឈរម្រាមដៃទាំងអស់ដោយផ្គុំម្រាមដៃទាំងអស់ឲ្យនៅក្បែរគ្នាបាទចំណុចមួយទៀតដាក់ម្រាមដៃមេម្រាមដៃចង្អុលនិងម្រាមដៃកណ្ដាលផ្គុំចូលគ្នានៅដៃទាំងសងខាងបិទភ្នែកអង្គុយសម្រាកឲ្យស្រួលនិងសម្លឹងមើលអ្វីដែលឃើញក្នុងចិត្តហើយដកដង្ហើមចុះឡើងឲ្យវែងចំណុចមួយទៀតធ្វើសមាធិនិងផ្ដោតភ្នែកទៅលើចន្លោះចិញ្ចើមដែលជាកន្លែងប្រមូលផ្ដុំធម៌ពលចំណុចមួយទៀតធ្វើតាមក្បួននេះមួយថ្ងៃ2ដងសម្រាប់រយៈពេល2ទៅ3នាទីពេលវេលាល្អគឺព្រឹកនិងល្ងាចចំណុចមួយទៀតក្បួនហៅទ្រព្យសម្បត្តិតាមបែបសាសនាព្រះពុទ្ធនិងហិណ្ឌូនេះប្រើបានសម្រាប់មនុស្សគ្រប់រូបដែលចង់លើករាសីផ្នែកហិរញ្ញវត្ថុបាទចឹងមានន័យថាក្បួននេះគឺប្រើសម្រាប់តែលើកនៅរាសីហិរញ្ញវត្ថុរបស់អស់លោកអ្នកបាទចឹងយើងមើលរូបមួយនេះចឹងដូច្នេះគេត្រូវបានឲ្យយើងធ្វើដៃទៅតាមរូបបែបនេះបាទចឹងពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់សាកធ្វើលោមើលតើវាមានសភាពបែបណាបាទប៉ុន្តែគេមិនមែនថាធ្វើភ្លាមលុយធ្លាក់មកពីលើមេឃនោះទេដូច្នេះគ្រាន់តែវាជាកត្តាមួយឬក៏ហៅថានៃការជួយរបស់ព្រះឬក៏បេជំនឿជួយតាមក្រោយរបស់យើងណាលុះត្រាតែយើងមានមុខរបរនៃការរកស៊ីរបស់យើងអញ្ចឹងយើងធ្វើបែបនេះគឺមានន័យថាជួយលើករាសីរបស់យើងឲ្យការរកស៊ីមុខរបររបស់យើងមានការរីកចម្រើននិងកើនឡើងអតិថិជននិងមានភ្ញៀវកាន់តែច្រើនហើយធ្វើឲ្យយើងហ្នឹងមិនអាប់រាសីទេដូច្នេះប្រាក់ចំណូលដែលយើងរកបានគឺមានការកើនឡើងឬក៏ថេរតែម្ដងបាទនេះចង់មានន័យថាបែបហ្នឹងបាទ
អូខេខ្ញុំមានតែប៉ុណ្ណឹងទេខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលខិតខំតាមដានស្ដាប់ជាមួយខ្ញុំបានទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃដូច្នេះខ្ញុំសូមធ្វើការគោរពនិងអរគុណយ៉ាងច្រើនមែនទែនបាទហើយមួយវិញទៀតពុកម៉ែបងប្អូនដែលពុំទាន់បានចុច Subscribe សូមចុច Subscribe ដើម្បីទទួលបាននៅរឿងរ៉ាវជាមួយខ្ញុំបាទជាបន្តបន្ទាប់ជាច្រើនទៅខាងមុខទៀតដូច្នេះខ្ញុំសូមអរគុណសូមគោរពលា